មានគណនីថ្មីដើម្បីធ្វើសកម្មភាពអត់ប្រើគណនីដដែលលេខមើលតាមខេត្តនគរវាតែខ្ញុំប្រាប់ដល់អស់ពីសេណារីយ៉ូគេនឹងតាក់ទងមកយើងតាមរយៈការឆាតមកយើងគេចរចាបានន័យថាការចរចាគឺឆាប់រហ័សមែនទែនហើយគេអាចនិយាយបានថាគេអាចមកទិញអីវ៉ាន់ផ្ទាល់បានទេគេនឹងផ្ញើលុយយើងតាមរយៈក្រុមហ៊ុនដឹកជញ្ជូនបើគេបង្កើតជា website ខ្លាំងៗមួយហើយគេនឹងព្យាយាមបំបែដានយើងឲ្យតែឆាតមកយើងក្នុង Telegram ពីព្រោះ Telegram គឺវាអាចខ្លាញ់បន្លំជាមួយនឹងដំណរ link បានអញ្ចឹងពេលគេផ្ញើមកយើងគេនឹងដាក់ដំណរ link របស់ក្រសួងប្រៃសណីប៉ុន្តែនៅពីក្រោយក្រសួងប្រៃសណីគឺជាដំណរ link ខ្លាំងៗរបស់ពួកគេដែលជា hosting បានបង្កើតមកខ្លាំងៗអញ្ចឹងនៅពេលដែលយើងចុចដំណរ link ហ្នឹងទៅយើងបានចាប់អារម្មណ៍គេយើងនឹងចូលទៅកាន់គេហទំព័ររបស់ពួកគេប្រាប់យើងថាដំណរ link ហ្នឹងទៅគឺយើងអាចធ្វើការ claim ជាមួយនឹងបានតែគេបានផ្ញើយើងភាគដំណរ link ហ្នឹងទៅគឺតម្រូវឲ្យយើងបំពេញលេខធនាគាររបស់យើងជាមួយនឹង PIN code ប៉ុន្តែថានៅពេលដែលយើងបំពេញទៅគឺស្មើនឹងផ្ញើព័ត៌មានកងធនាគារយើងឲ្យគេបុគ្គលហ្នឹងអាចគ្រប់គ្រងទៅលើកងធនាគារយើងបានទាំងស្រុងទាំងដុំវាគឺជាការ hack កងធនាគារមិនមែនជាការផ្ញើលុយឲ្យយើងអ្នកនរអស់គ្នាហើយ website មួយហ្នឹងគឺខ្ញុំបានយកទៅ look up មើលគឺជា website ដែលប្រើប្រាស់ជាមួយនឹង Cloudflare អញ្ចឹងធ្វើឲ្យការស្រាវជ្រាវពិបាកនៅក្នុងការស្វែងរកចូលមួយហ្នឹងដល់ទៅស្មាតខិចហ្នឹងគាត់សហការជាមួយនឹង Cloudflare ដើម្បីស្នើសុំពិនិត្យមើលព័ត៌មានទាំងអស់នោះហើយសម្រាប់ IP របស់ Cloudflare ដែលចងជាមួយនឹង hack ទំព័រហ្នឹងខ្ញុំបានពិនិត្យមើលដែរគឺជា IP ដែលត្រូវបាន report ជា blacklist ច្រើនមកដែរប៉ុន្តែអត់ដឹងហេតុអីបានជា Cloudflare អត់បិទដោយសារករណីធ្វើគឺមិនសូវជាធំប្រហែលគឺទៅតូចប៉ុន្តែច្រើនដល់នៅក្នុងនោះគឺមានការចងជាមួយនឹង hack ទំព័រប្រហែលជា3គេ hack ទំព័រជាងខ្ញុំបានរកឃើញហើយមានដូចជាការឆោបបោកទៅលើអាស៊ីរបស់យើងការឆោបបោកទៅក្នុងរុស្ស៊ីការឆោបបោកទៅក្នុងប្រទេសចិនទីមួយចំនួនទៀតច្រើនមែនទែនគេមានតាំងកតុយរបស់គេខ្ញុំមិនជឿទេអ្នកនរគ្នាទៅនៅក្នុងនេះគឺធំមែនទែនចឹងអ្នកគួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់នេះក៏ជាព័ត៌មានខ្ញុំប្រាប់អ្នកនរនេះដែលជាការបង្កើតគេទំព័រខ្លាំងៗដើម្បីបន្លំលួចយកកងធនាគាររបស់យើងហើយតាកែរបស់ពួកគេគឺទៅលើអ្នកលក់អីវ៉ាន់បានន័យថានៅពេលបងប្អូនលក់អីវ៉ាន់បងប្អូនត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះអតិថិជនផ្សេងដែលមកទិញអីវ៉ាន់ពីបងប្អូនបានន័យថាបើសិនជាការវេប្រាក់ដោយប្រការណាមួយដែលយើងមិនដែលបានជួបសោះអ្នកនរគ្នាមានវិធីមួយទេគួរតែសាកសួរទៅកាន់ធនាគារមុនឧទាហរណ៍ថាឥឡូវគេចង់វេអ្នកតាម ACDA អញ្ចឹងអ្នកដឹងថាការបាញ់តាម ACDA ឬមកបាញ់តាម FA គេបាញ់មិនគេអ្នកនរគ្រាន់តែឲ្យលេខកងធនាគារទៅគេនឹងបាញ់លុយចូលកងអ្នកនរគ្នាប៉ុន្តែនៅក្នុងករណីបុគ្គលហ្នឹងប្រាប់យើងពីវិធីសាស្ត្រផ្សេងទៀតដែលវាក្រៅពីវិធីសាស្ត្រផ្លូវការទាំងអស់ហ្នឹងហើយយើងអត់ត្រូវបានយល់ទេបាទសុំកុំធ្វើតាម scammer ទាំងអស់ហ្នឹងឲ្យសោះឲ្យសួរធនាគារសិនតើមានវិធីសាស្ត្រហ្នឹងមែនអត់បើសិនជាមានវាគឺជាការឆោបហើយមានវិធីមួយហ្នឹងទេបាទទី4ដែលកំពុងតែចាប់ដើមលេចរូបរាងឡើងមកហើយដែលនេះគឺជាការឆោបបោកពេញនិយមនៅលើពិភពលោកដែរគឺជាការឆោបបោកទៅលើ Telegram ហ្នឹងចឹងថ្មីៗនេះខ្ញុំទទួលបានព័ត៌មានច្រើនតែតជាមួយនឹងករណីហ្នឹងខ្ញុំក៏មកយកករណីហ្នឹងមកធ្វើជាវីដេអូសម្រាប់ជូនអ្នកនរគ្នាចឹងបានដឹងថា Telegram បច្ចុប្បន្នវាក៏មាន wallet របស់វាដែរដែលយើងហៅថា Ton wallet ចឹងនៅក្នុងគណនីរបស់យើងទាំងអស់គ្នាគឺមាន wallet មាន Ton wallet ទាំងអស់គ្នាដែលជា wallet crypto សម្រាប់ទុកទៅលើកាក់នៅក្នុងគណនី Telegram របស់បងប្អូនក៏ប៉ុន្តែខ្ញុំជឿថាមានបងប្អូនជាច្រើនគឺមិនទាន់ចេះប្រើប្រាស់ wallet ហ្នឹងទេអញ្ចឹងអាចនិយាយបានថាមើលវីដេអូនេះគួរតែប្រយ័ត្នបានខ្ពស់តែខ្ញុំគិតថាក៏វាមិនសូវជាមានបញ្ហាប្រហែលទេគ្រាន់ថាបើសិនជាកាលណាបងប្អូនមិនទាន់ចេះប្រើប្រាស់ខ្ញុំគិតថាបងប្អូនក៏មិនទាន់មានកាក់ក្នុងហ្នឹងប្រហែលដែរតែគ្រាន់ថាគួរតែយល់ដឹងហើយគឺល្អបំផុតអញ្ចឹងជនឆោបបោកទាំងអស់នោះអា scammer ទាំងអស់នោះគេព្យាយាមប្រើប្រាស់ជាមួយវិធីសាស្ត្រក្នុងការឆោបបោកជាមួយនឹង wallet crypto កន្លងមកការឆោបបោកនេះយុទ្ធសាស្ត្រពីមុនគឺគេបង្កើតជា link លក្ខណៈ airdrop តែឬមកក៏ការផ្ដោតជូន giveaway កាក់ដែលអត់ថ្លៃអញ្ចឹងនៅពេលដែលយើងឃើញយើង surprise ដូចយើងមាន wallet MetaMask ឬមកក៏ wallet ផ្សេងៗទៀតយើងក៏ឃើញឥឡូវគេថាយើងគ្រាន់តែចូលគឺយើងនឹងទទួលបានកាក់ដើម្បី claim បានហើយនៅពេលដែលយើងគ្រាន់តែចូលពងកាក់នេះដូចជាកាក់នេះទី3ខ្ញុំបាននិយាយការឆោបបោកជាមួយអ្នកលក់ដែរគឺស្មើនឹងគេអាចគ្រប់គ្រងជាមួយ wallet របស់យើងបានគេនឹងធ្វើការផ្ទេរជាមួយនឹង crypto ដែលមាននៅក្នុង wallet របស់យើងទាំងអស់ហ្នឹងទៅកាន់ address របស់ជនខូចទាំងអស់នោះតែម្ដងដែរអញ្ចឹងអាចនិយាយបានថាវាលឿនជាងកងធនាគារទៀតដែរសម្រាប់ crypto នេះដែលយើងគួរតែប្រយ័ត្នឲ្យបានខ្ពស់ហើយតាក់ទងជាមួយករណីដែលកំពុងតែផ្ទុះចំពោះ Telegram wallet នេះបានន័យថាវាមិនទាន់ផ្ទុះខ្លាំងតែវាចាប់ដើមមានបដាហើយអញ្ចឹងជនឆោបបោកទាំងអស់នោះគឺគាត់អាចនឹងតាក់ទងមកយើងដែលឲ្យតម្លៃទៅលើ username Telegram របស់យើងហ្នឹងដែលយើងកំពុងតែប្រើប្រាស់ហ្នឹងឲ្យតម្លៃរបស់យើងថាគាត់ចង់ទិញ username ហ្នឹងគាត់ហ៊ានដាក់ដេញថ្លៃឲ្យយើងនៅលើ Telegram fragment ហើយចាស់ដៃ Telegram ក៏វាមាន fragment ហ្នឹងសម្រាប់ឲ្យយើងដាក់ទិញលក់ទៅលើ username ដែរអញ្ចឹងអ្នកខ្លះគាត់អាចនឹងគិតថាអូវាមានមែនទេប៉ុន្តែដំណរ link ដែលគេបញ្ជូនឲ្យយើងហ្នឹងវាជាដំណរ link ខ្លាំងៗទេបានតែជាដំណរ link មិនឡំទេគេចង់ទិញ username របស់យើងហើយគេឲ្យតម្លៃរបស់យើងនៅពេលដែលនិយាយថ្លៃនេះគេផ្ញើដំណរ link មួយឲ្យយើងសម្រាប់ធ្វើការ connect wallet ចូលទៅដើម្បី claim ជាមួយនឹងលុយហ្នឹងមានណា link ហ្នឹងមិនជា link fragment ស្រីណាវាគឺជា link ខ្លាំងៗណាគេគ្រាន់តែដាក់ប្រកបពីខាងក្រៅដោយសារ Telegram គឺវាអាចប្រកបដំណរ link ពីខាងក្រៅបានអញ្ចឹងនៅពេលដែលយើង connect wallet ចូលទៅពងភ្លាមបានន័យថា wallet Ton wallet ជា wallet Telegram របស់បងប្អូនហ្នឹងនឹងធ្វើការផ្ទេរកាក់ទាំងអស់ចេញទៅឲ្យជនល្មើសតែម្ដងគេអាច scam យើងបាន free តែម្ដងនេះគឺជាចំណុចមួយដែលគួរតែប្រុងប្រយ័ត្នបានខ្ពស់អញ្ចឹងខ្ញុំលើកយកមកខ្លីៗដោយសារតែខ្ញុំអត់ចង់និយាយពាក្យស៊ី8ច្រើនព្រោះខ្ញុំគិតថាវីដេអូនេះខ្ញុំធ្វើសម្រាប់បងប្អូនទូទៅទាំងអស់គ្នាមិនសំដៅទៅលើអ្នកណាម្នាក់ឯងដើម្បីខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នានឹងគាត់ងាយស្រួលក្នុងការស្វែងយល់និងចេះការពីខ្លួនបានល្អអញ្ចឹងនេះគឺជាការឆោបបោកដែលពេញនិយមទាំង4តែកំពុងតែចរាចរណ៍ប៉ុន្តែវានៅមានទៀតដែលខ្ញុំនឹងលើកឡើងបន្តទៀតនៅពេលដែលដល់ពេលណាដែលខ្ញុំគិតថាគួរអាប់ដេតជូនអ្នកនរគ្នាបន្ថែមទៀតគាត់ថានេះគឺជាការលើកយកឡើងតាក់ទងជាមួយនឹងការឆោបបោកដែលពេញនិយមនៅលើបណ្ដាញសង្គមអញ្ចឹងវិធីសាស្ត្រក្នុងការការពារខ្លួនខ្ញុំមាន tip មួយចំនួនសម្រាប់ចែកម្លែកជូនបងប្អូនទី1អ្នកនរមិនត្រូវទៅឆាតទៅឆ្លើយឆ្លងជាមួយនឹងជនមិនស្គាល់មុខតាមបណ្ដាញសង្គមឡើយហើយជាពិសេសគឺ Telegram ពីព្រោះអីជនល្មើសភាគច្រើនគឺចូលចិត្តប្រើប្រាស់នៅលើ Telegram សម្រាប់បង្កើតបទល្មើសដោយសារវាងាយស្រួលនៅក្នុងការលុបទិន្នន័យទី2សមត្ថកិច្ចគឺពិបាកក្នុងការសហការជាមួយនឹងការស៊ើបអង្កេតទៅលើជនល្មើសតាមរយៈ Telegram អ្នកធ្លាប់ដឹងពីរឿងគេចាប់ CEO Telegram ពីមុនមកដោយសារតែពីមុន Telegram អត់មាន law enforcement បានន័យថាអត់ចូលរួមនៅក្នុងការសហការជាមួយនឹងសមត្ថកិច្ចដើម្បីផ្ដល់ព័ត៌មានពីជនល្មើសជូនសមត្ថកិច្ចចឹងណា